Hello សួស្តីបងប្អូនមកជួបជាមួយខ្ញុំហើយចាំទៀតហើយស្វាគមន៍មកកាន់ channel របស់ខ្ញុំ Destiny វិញហើយនឹង Unlock Destiny ណាហើយបងប្អូនអរគុណអរគុណច្រើនសម្រាប់អ្នកដែលតែងតែគ្រប់គ្រងខ្ញុំតាមរយៈ ABA ក៏ដូចជាការលើកទឹកចិត្តក្នុងការលើកកាតបន្តទៀតណាអូខេឥឡូវនេះខ្ញុំចង់ដឹងពាក់ព័ន្ធជាមួយនឹងរឿងទូទៅណាប៉ុន្តែបើសិនជាការដឹកបកចេញមកអ្វីគឺខ្ញុំនឹងមើលទៅតាមនោះអ្នកនរគ្នាមិនកំណត់ថាជាស្នេហាជាការងារឬក៏ជាអ្វីនោះទេណាមុននេះខ្ញុំបានមើលរួចហើយដូចជាពាក់ព័ន្ធជាមួយនឹងនរណាម្នាក់ដែលលួចស្រឡាញ់អ្នកនរគ្នាអត់ទេណាឥឡូវនេះខ្ញុំចង់ដឹងមើលថាតើជីវិតរបស់អ្នកនរគ្នាហ្នឹងណាមានអ្វីដែលនឹងធ្វើឲ្យអ្នកនរគ្នាភ្ញាក់ផ្អើលអត់ណាប្រសិនបើរឿងមួយចំនួនដែលការបកបង្ហាញឡើងហ្នឹងតាមមានរឿង surprise អីខ្លះដែលធ្វើឲ្យអ្នកនរគ្នាស្មានមិនដល់វាអាចថាពាក់ព័ន្ធជាមួយនឹងការបង្ហាញនៅការពិតមួយដែលអ្នកនរកំពុងតែស្រោបទាញណាអូខេណាអញ្ចឹងយើងទៅមើលទាំងអស់គ្នាមើលថាតើនៅក្នុងនេះវាអាចថាពាក់ព័ន្ធជាមួយនឹង twin plan ឬក៏អ្វីមួយក៏ដោយมันសំខាន់ទេស្នេហាឬក៏ការងារហ្នឹងណាព្រោះអីវាសុទ្ធសឹងតែជាអ្វីដែលជាការបញ្ញាចិត្តនឹងមកដល់ណាអូខេតោះមើលថាតើអ្វីដែលនឹងមកបង្ហាញការពិតនៅពេលបន្តិចទៀតណាអ្នកនរគ្នា potential ពាក់ព័ន្ធជាមួយនឹងសក្តានុពលចេះស្រឡាញ់ស្គាល់ពីតម្លៃស្គាល់ពីគុណតម្លៃរបស់ខ្លួនឯងណាដល់ពេលវេលាដែលចេះស្គាល់ពីគុណតម្លៃរបស់ខ្លួនឯងខ្ញុំនឹងមើលបន្តិចទៀតក្រៅនៃមានជំហរដែលជាខ្លួនឯងសត្វមន់វ៉ាវភាពប្រឹងមាំណាអញ្ចឹងអូខេចាក់តែទៀតខ្ញុំនឹងបកកាត់នោះឲ្យជាទូទៅគឺខ្ញុំបកឲ្យបាននិយាយទាំងរួមតែម្ដងណាអូខេថាតើមានអ្វីដែលនឹងមកដល់ពេលនេះឬក៏មានអ្វីដែលនឹងមក surprise ដល់អ្នកនរគ្នាវ៉ាវកាត់ដែលជ្រុះកាត់ដែលជ្រុះគោលដៅគឺសុភមង្គលនៅក្នុងគ្រួសារក្តីស្រឡាញ់ដែលរឹងមាំនៅក្នុងនេះកាត់អ្នកនរគ្នាពេលយប់ចុងហើយជាអសើឃើញច្បាស់ហើយណានៅក្នុងនេះគឺកាត់ពីរនេះណាសុភមង្គលគឺណាអាចថាអ្នកមួយចំនួនកំពុងតែចង្រឹងរង់ចាំឥឡូវបោះឲ្យសិនចាំនិយាយណាញ៉ាស្វាត់ហេតុអ្វីបានជានៅវល់វល់ជាមួយនឹងរឿងរ៉ាវដែលមិនគួរគិតមានជាប់ចម្ពាក់ក្នុងការសម្រេចចិត្តនៅស្ទាក់ស្ទើរនៅមានអារម្មណ៍ភ័យខ្លាចតាមពិតនៅដល់នេះគឺជាមនុស្សដែលប៉ិនប្រសពពូកែជាមនុស្សដែលឆ្លាតមែនទែននេះមនុស្សដែលមានផ្លូវដើររបស់ខ្លួនឯងមនុស្សដែលមានគោលដៅអ្នកនរតែងតែរៀនសូត្រពីអ្វីដែលធ្លាប់បានឆ្លងកាត់នៅក្នុងជីវិតណាខ្ញុំមិនសូវមើលកាត់នេះដោយសារវាងឹតភាគច្រើនគឺកាត់តែវាជាកាត់មួយដែលវាលេចធ្លោភាគច្រើនគឺពាក់ព័ន្ធជាមួយនឹងកាត់នេះបង្ហាញពីអារម្មណ៍ដែលលាក់កំបាំងច្រើនណាអញ្ចឹងអ្វីដែលនឹងមក surprise អ្នកនរនៅក្នុងនេះអ្នកនរហាក់បីដូចជាបើមិនអ្នកនរទេក៏មាននរណាម្នាក់ដែរមិនថាអ្វីដែលនឹងមកដល់នៅក្នុងចុងសប្តាហ៍នេះឬក៏ពេលបន្តិចទៀតទេណាវាអាចថាបន្តិចទៀតទេជីវិតនឹងជួបពោពេញទៅដោយសុភមង្គលដោយសារការនេះជីវិតពោពេញដោយចម្រើសនិងសុភមង្គលណាសម្រាប់អ្នកមួយចំនួនខ្ញុំឃើញអ្នកនរប្រៀបដូចជាជីវិតពោពេញទៅដោយចម្រើសហើយនិងសុភមង្គលខ្លាំងមែនទែនណាអាចថាមនុស្សម្នាក់ដែលមានអត្តន័យនៅក្នុងនេះខ្ញុំថាមិនមើលរឿងស្នេហាប៉ុន្តែការវាចេញមកទៅវាគឺបែបនឹងឯងណាដោយសារវាអស់ចេញមកវាទាញចេញមកការពិតគឺវាបង្ហាញបែបហ្នឹងណាអញ្ចឹងវាអាចថាជាការពិតមួយដែលពាក់ព័ន្ធជាមួយនឹងអ្នកនរគ្នាហើយនឹងមនុស្សជុំវិញខ្លួននៅក្នុងនេះវាបង្ហាញពីមនុស្សជុំវិញខ្លួនឬក៏ធម្មពលដែលកំពុងតែហុំព័ទ្ធអ្នកទាំងអស់គ្នាតែម្ដងណាធម្មពលដែលកំពុងតែហុំព័ទ្ធអ្នកទាំងអស់គ្នាតែម្ដងអ្នកទាំងគ្នាមិនថាជីវិតជួបរឿងអ្វីទេណា គ
នៅក្នុងនេះវាអាចថារួមទាំងការពិតដែលអារម្មណ៍របស់គេនឹងបង្ហាញចេញតើអ្នកទាំងនេះទទួលយកបានអត់ណាតើការពិតអ្នកទាំងនេះនឹងអាចទទួលយកបានអត់ដោយសារនៅក្នុងនេះគឺកាតមួយដែលនិយាយពីអារម្មណ៍របស់គេឬក៏មនុស្សដែលមានអត្ថន័យសម្រាប់អ្នកទាំងនេះនឹងដែលនឹងមកដល់ណាអារម្មណ៍ពិតដែលគេនឹងបាត់បង្ហាញវាអាចថាអារម្មណ៍ពិតដែលគេបាត់បង្ហាញដល់អ្នកទាំងនេះផងក៏ថាបានដែរអញ្ចឹងអ្នកទាំងនេះកុំភ្លេចមើលដល់ចប់ថាតើវាបែបណាណាថាតើវាបែបណាក្នុងនេះពួកអីនៅខ្ញុំមើលទៅឃើញថាមានធម្មពលជាច្រើនដែរពាក់ព័ន្ធជាមួយនឹងអ្នកទាំងអស់គ្នាហើយក៏ដូចជានៅក្នុងកាតនេះអ្វីដែលជាដំបូងមានក្នុងការឲ្យអ្នកទាំងអស់គ្នានឹងរៀនប្រឈមមុខក៏ដូចជាការទទួលស្គាល់ការពិតណាខ្ញុំឃើញនៅក្នុងនេះវាមានកាតមួយចំនួនដែលនឹងមកដល់នៅក្នុងនេះវាអាចថាមនុស្សម្នាក់ដែលជាគូក្នុងការនេះតាមពិតទៅខ្ញុំអត់ចង់និយាយអីដោយសារការពាក់ព័ន្ធជាមួយនឹងអ្វីដែលចេញមកណាហើយអ្នកទាំងនេះនៅក្នុងវីដេអូនេះគឺ timeline reading បានថាពេលកាតនេះគឺអត់មានការកំណត់ទេណាពាក់ព័ន្ធជាមួយនឹងការអានកាតនេះគឺអត់មានការកំណត់ទេឃើញពេលណាវេលាណាបែរថាកាតនេះវីដេអូនេះគឺសម្រាប់អ្នកទាំងនេះនៅក្នុងពេលនោះហើយណាអញ្ចឹងប្រសិនមកវីដេអូនេះទៅដល់អ្នកទាំងអស់គ្នានៅក្នុងពេលណាវេលាណាគឺវាមិនមែនជារឿងចៃដន្យណាមាននរណាម្នាក់ដែលចិត្តរបស់គេកំពុងតែទាមទាររកអ្នកឬក៏ដង្ហើយរកអ្នកប្រហែលជាគេមិនទាន់និយាយអ្វីទេណាប៉ុន្តែបេះដូងរបស់គេបានសម្រេចចិត្តរួចហើយថ្ងៃនេះកាតនេះបង្ហាញនេះថាតើមនុស្សម្នាក់ដែលមានវាសនាជាមួយនឹងអ្នកទាំងអស់គ្នាឬក៏ជាគូនឹងអ្នកទាំងអស់គ្នាហ្នឹងជានរណាណាគេមានអារម្មណ៍ពិតបែបណាចំពោះអ្នកហើយតើពេលណាវេលាណាជោគវាសនានឹងនាំឲ្យអ្នកទាំងពីរនឹងជួបគ្នាណាអញ្ចឹងសូមកុំភ្លេចមើលឲ្យដល់ចប់តាមពិតខ្ញុំចង់មើលរឿងទូទៅដូចខ្ញុំបានប្រាប់ទៅខ្ញុំចង់មើលរឿងទូទៅប៉ុន្តែកាតនេះវាចេញមកពាក់ព័ន្ធជាមួយនឹងអារម្មណ៍ឈឺចាប់អារម្មណ៍សោកស្ដាយអញ្ចឹងវាអាចថាមាននរណាម្នាក់ដែលសោកស្ដាយនៅអាឡ័យអាឡោះអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងណាទោះបីជាកាតនេះក្នុងពេលនេះយើងអានមើលការសម្រាប់ការកំសាន្តក៏ដោយប៉ុន្តែវាឆ្លុះបញ្ចាំងរឿងផ្ទាល់ខ្លួនវាមិនមែនជារួមសម្រាប់អ្នកទាំងអស់គ្នាទាំងស្រុងប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងនេះពេលដែលស្ដាប់ហើយហ្នឹងជ្រើសរើសយកតែធម្មពលណាដែលសមស្របខ្លួនឯងទៅណាអញ្ចឹងនៅក្នុងនេះធម្មពលទូទៅសត្វទាំង3ខាងលើនេះសម្រាប់ធម្មពលទាំងទូទៅនៅក្នុងនេះវាអាចថាអ្នកទាំងនេះកំពុងតែចាក់ចេញពីអតីតកាលអ្វីដែលធ្លាប់ធ្វើឲ្យអ្នកទាំងនេះឈឺចាប់កំពុងតែបំលែងអ្នកឲ្យខ្លាយទៅជាមនុស្សម្នាក់ដែលរឹងមាំជាងមុនដោយសារអីនៅក្នុងនេះគឺដង្កូវដល់ពេលវេលាផ្លាស់ប្ដូរផ្លែតទៅជាមេអំបៅដែលថាដង្កូវចេញពីសម្បុកពងដង្កូវទៅជាមេអំបៅអញ្ចឹងគឺដូចអ្វីដែលខ្ញុំបានប្រាប់អញ្ចឹងគឺដល់ពេលវេលាដែលចាក់ចេញពីអតីតកាលអ្វីដែលធ្លាប់ធ្វើអ្នកទាំងនេះឈឺចាប់ណាកំពុងតែបំលែងឬក៏ធ្វើឲ្យអ្នកនេះខ្លាចជាមនុស្សម្នាក់ដែលរឹងមាំជាងមុនណាហើយសម្រាប់ទូគីនេះណាសម្រាប់មាន់នេះវិញណាសម្រាប់ទូគីនេះវិញគឺអ្នកទាំងនេះនឹងត្រូវបានរំលឹកឲ្យជឿជាក់លើដំណើរខ្លួនឯងឬក៏ជាវិញ្ញាណរបស់សត្វណាមាន់នេះវាមានថាវិញ្ញាណសត្វព្រៃគឺរំលឹកអ្នកទាំងនេះឲ្យមានឲ្យជឿជាក់លើដំណើររបស់ខ្លួនឯងមនុស្សត្រឹមត្រូវនឹងមិនទាមទារឲ្យអ្នកទាំងនេះនឹងផ្លាស់ប្ដូរខ្លួនឯងដើម្បីឲ្យគេស្រឡាញ់ឡើយណាកន្លែងនេះអញ្ចឹងត្រូវរស់ជាខ្លួនឯងណាមនុស្សដែលស្រឡាញ់យើងពិតប្រាកដគេមិនទាមទារឲ្យយើងធ្វើអ្វីដើម្បីឲ្យគេស្រឡាញ់ឡើយណាហើយមួយនេះ the most បានថាអ្នកទាំងនេះកំពុងតែចូលទៅដំណាក់កាលមួយដែលជាដំណាក់កាលមានភាពចាស់ទុំជាងមុនមានស្ថិរភាពជីវិតជាងមុនណាមានភាពរឹងមាំការសម្រេចចិត្តទៅលើរឿងស្នេហានៃពេលអនាគតអ្នកទាំងនេះត្រូវតែពឹងផ្អែកទៅលើការគោរពឲ្យតម្លៃខ្លួនឯងនិងភាពទទួលខុសត្រូវជាក្នុងនាមជាខ្លួនឯងណាគឺភាពរឹងមាំខ្លាំងមែនទែនណាអញ្ចឹងនៅក្នុងនេះតើមនុស្សនេះមានអារម្មណ៍អ្វីខ្លះចំពោះអ្នកទាំងគ្នាណានៅក្នុងការថតនេះវិញណាអញ្ចឹងក្នុងការនេះបង្ហាញថាគេគិតដល់អ្នកទាំងនេះច្រើនខ្លាំងមែនទែនច្រើនជាងអ្វីដែលអ្នកគិតដោយសារកាតនេះដែលខ្ញុំបាននិយាយណាកាតមួយនេះមនុស្សម្នាក់នឹងតែងតែគិតដល់អ្នកហ្នឹងគេព្យាយាមលាក់អារម្មណ៍យូរណាស់ហើយណាពេលខ្លះស្ទើរតែមិន
អ្នកទៀតឡើងចិត្តណាគេក៏បាននេះច្រើនជាងអ្វីដែលអ្នកបានដឹងនេះគេព្យាយាមលាក់អារម្មណ៍យូរណាស់មកហើយមិនមែនដោយសារតែមិនស្រឡាញ់អ្នកនរគ្នាទេប៉ុន្តែដោយសារខ្លាចបាត់បង់អ្នកនរគ្នាទៅវិញណាដោយសារតែអារម្មណ៍ខ្លាចបាត់បង់ណាខ្លាចបាត់បង់មនុស្សម្នាក់នេះគឺខ្លាចបាត់បង់ប្រទេសក្នុងអារម្មណ៍ខ្លាចបាត់បង់ខ្លាំងមែនទែនអ្នកនរគ្នាកាតនេះវាបង្ហាញពីការគិតការភ័យខ្លាចនៅក្នុងផ្លូវខាងមុខណាមនុស្សម្នាក់នេះគឺខ្លាចការបដិសេធរបស់អ្នកនរគ្នាខ្លាចបាត់បង់ណាដោយសារដូចខ្ញុំបាននិយាយចឹងគឺវាពាក់ព័ន្ធជាមួយនឹងណាញអស្វត្តការឈឺចាប់នឹងអ្នកនេះគេអត់សូវគ្រប់គេអត់សូវលក់អ្នកនរគ្នាគេអត់សូវលក់ទេឬក៏អ្នកនរខ្លួនឯងក៏គេអត់សូវលក់ដែរណាមានការព្រួយបារម្ភច្រើនគិតច្រើនចឹងកាត់នេះគឺពមៀនសូមឲ្យគិតដល់សុខភាពមិនថាអ្នកនរគ្នាឬក៏មនុស្សម្នាក់នឹងទេអ្វីដែលចាំបាច់គឺត្រូវគិតដល់សុខភាពជាចម្បងមួយវិញទៀតណាការដែលខ្ញុំលើកហ្នឹងវាបង្ហាញថាមនុស្សម្នាក់នេះគឺនៅតែមានភាពស្ទាក់ស្ទើរមិនដឹងថាគួរបោកចិត្តឬក៏បន្តលាក់បាំងអារម្មណ៍របស់គេទៀតណាគឺបែបហ្នឹងឯងណាប៉ុន្តែអារម្មណ៍ពិតទៅវានិយាយរួមគឺអារម្មណ៍របស់គេការពិតគឺនៅតែនឹកគិតដល់អ្នកនរគ្នានៅតែភ័យខ្លាចបាត់បង់គឺបែបហ្នឹងឯងណាបើសួរថាតើគេចង់និយាយអ្វីដល់អ្នកនរគ្នាអត់ប្រសិនបើអាចគេចង់និយាយមកអ្នកនរគ្នាបានណាគេប្រហែលជាអាចនិយាយថាណាខ្ញុំគិតដល់អ្នករាល់ថ្ងៃណាខ្ញុំគិតដល់អ្នករាល់ថ្ងៃខ្ញុំមិនដែលឈប់គិតដល់អ្នកឡើយខ្ញុំខ្លាចអ្នកនឹងមិនរងចាំខ្ញុំទៀតណាឬក៏ខ្ញុំកំពុងតែរៀបចំជីវិតខ្លួនឯងឲ្យបានប្រសើរមុននឹងចូលមកក្នុងជីវិតរបស់អ្នកគឺបែបហ្នឹងមនុស្សម្នាក់ហ្នឹងខ្ញុំមិនចង់បាត់បង់ឱកាសនេះទៀតទេគឺចង់និយាយបែបហ្នឹងប្រសិនបើអាចនិយាយបានណាអតិប្រមាណគ្នាដែលខ្ញុំនិយាយខាងលើហ្នឹងគឺអារម្មណ៍ដែលខ្ញុំនិយាយតាមកាតណាហើយប្រសិនបើថាតើមនុស្សម្នាក់នេះមានវាសនាជាមួយឬក៏ជាគូជាមួយអ្នកនរគ្នាហ្នឹងកំពុងមកដល់ដែរអត់បើសួរបែបនេះវិញណាគឺអាចដោយសារនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងថែមអ្នកនរគ្នាអាចឃើញលេខ10 10ឬក៏9 ឧស្សាហ៍ឃើញដោយសារនៅក្នុងនេះគឺលេខ9មកបញ្ជាក់9 10 10លេខ2ឬក៏លេខ5ផងក៏ថាបានដែរអ្នកនរគ្នាអាចថាតែងតែឃើញលេខអញ្ចឹងវាជានិមិត្តសញ្ញាបង្ហាញពីវាមិនមែនជារឿងចៃដន្យនៃការឃើញលេខដែលបាននឹងស្ទើរអ្នកនរគ្នាបើសួរថាតើអ្នកនរគ្នាមានវាសនាជួបជាមួយមនុស្សដែលកំពុងតែមកដល់ដែរទេឬក៏ជាមួយនឹងគេអត់ណានេះវាបង្ហាញជាសញ្ញាល្អគណៈតំណែងដែលអាចនាំទៅរកកម្មភាពស្ថិរភាពគ្រួសារសុភមង្គលនិងភាពរីករាយជាមួយគ្នាកាត់នេះគ្រួសារមួយដែលមានសុភមង្គលសុខដុមរមនាណាប្រសិនបើអ្នកនៅ single មានឱកាសជួបមនុស្សថ្មីតាមរយៈការងារឬក៏មិត្តភ័ក្តិដោយសារនេះគឺពាក់ព័ន្ធជាមួយនឹងដំណើរនៃការងារដំណើរការចាក់ចេញទៅទីឆ្ងាយគោលដៅខាងមុខរួមជាមួយនឹងនរណាម្នាក់ឬក៏អាចថាជាមួយមិត្តភ័ក្តិកន្លែងការងារឬក៏ធ្វើដំណើរទៅកន្លែងណាមួយជួបគ្នាឬក៏ជួបតាមបណ្ដាញសង្គម Facebook អីចឹងទៅឬក៏ TikTok អីចឹងទៅណាអានឹងប្រសិនបើអ្នកនរកំពុងតែគិតដល់នរណាម្នាក់ដែលថាមានអារម្មណ៍នឹងគិតដល់អ្នកនរគ្នាណាគេនៅតែមានអារម្មណ៍គិតហើយកំពុងតែស្វែងរកពេលវេលាដែលសមស្របទៅតាមអ្នកនរគ្នាណាហើយអ្វីដែលសំខាន់អ្វីដែលត្រូវប្រុងប្រយ័ត្នណាដូចខ្ញុំបាននិយាយចឹងគឺគិតច្រើននៅក្នុងនេះគឺការដែលគិតច្រើនកុំឲ្យមានការខកចិត្តនៅពីរឿងអតីតកាលបាត់បេះដូងរបស់ខ្លួនឯងចំពោះឱកាសថ្មីៗអ្នកនរគ្នាមិនថាអ្នកនរគ្នាឬក៏គេទេដោយសារអាចថាជាមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់ការឈឺចាប់ប្រសិនបើអញ្ចឹងហ្នឹងខមមិនខ្ញុំបានដឹងផងណាអញ្ចឹងកុំឲ្យអតីតកាលមកបិទឱកាសថ្មីៗរបស់ខ្លួនឯងអ្នកនរគ្នាខ្ញុំឃើញនៅក្នុងនេះអ្នកខ្លះស្ទើរតែបិទលែងរង្វាន់នឹងរឿងស្នេហាណាស្ទើរតែបិទឃុំឃាំងខ្លួនឯងលែងរង្វាន់នឹងរឿងស្នេហាតែម្ដងណាវាអាចថាអ្នកនរគ្នានឹងធ្លាប់ជួបរឿងរ៉ាវខកចិត្តដូច្នេះហើយសាងកំផែងសាងរបងការពារខ្លួនឯងឲ្យបានខ្ពស់ជួនកាលសាងខ្ពស់ពេករហូតដល់គេអាចមើលឃើញយើងណាពីបេះដូងរបស់យើងទេដោយសារបទពិសោធន៍ចាស់ធ្វើឲ្យយើងឈឺចាប់ណាអញ្ចឹងចក្រវាលចង់ប្រាប់អ្នកនរថាណាការប្រុងប្រយ័ត្នគឺវាល្អហើយប៉ុន្តែកុំបិទទ្វារបេះដូងខ្លួនឯងចំពោះមនុស្សល្អៗឬក៏ឱកាសល្អៗដែលនឹងមកដល់ណាចេះទុកផ្លូវខ្លួនឯងដែរ
ដោយសារនៅក្នុងនេះខ្ញុំឃើញភាគច្រើនវាអាចថាពាក់ព័ន្ធជាមួយនឹងកាតនេះគំនិតថ្មីកាតនេះណាពាក់ព័ន្ធជាមួយនឹងកាតនេះវាអាចថាដំណើរតាក់ទងនឹងតំណែងថ្មីកំពុងតែមកដល់នេះជាកាតដែលអាចជាសារតាក់ទងមកឬក៏ការជួបជុំដែលចែកដន្យឬក៏ការសារភាពពីអារម្មណ៍របស់គេណាដល់អ្នកទាំងអស់គ្នាណាហើយអ្វីដែលសំខាន់មួយទៀតនៅក្នុងនេះខ្ញុំឃើញនៅក្នុងនេះណាកាតនេះអាចថាតំណែងនេះមិនមែនកាតឡើងដោយសារសម័យទេមិនមែនសម័យទេអ្នកទាំងពីរអាចថាត្រូវស្គាល់គ្នាឬក៏បានណែនាំដោយនរណាម្នាក់ហើយមួយវិញទៀតតំណែងហ្នឹងគឺអាចថាកាតឡើងដោយសាររវាងអ្នកទាំងពីរហ្នឹងមានភាពស្មោះត្រង់ក៏ថាបានហើយនៅក្នុងនេះវិញគឺមានគ្រឹះរឹងមាំខ្លាំងមែនតើវាអាចថាជាគូដែលពោពេញទៅដោយសុខដុមរមនាណាមានរបស់ហូបចុកគ្រប់គ្រាន់ក៏មានលុយចាយគ្រប់គ្រាន់ទៀតផងណាអញ្ចឹងអ្វីដែលសំខាន់គឺការសាងសង់ភាពស្មោះត្រង់ការសន្ទនាការយកចិត្តគ្នាទើបអាចមានសុភមង្គលឬទើបអាចជីវិតរស់នៅក្នុងភាពស្រស់ស្ដំនិងសុភមង្គលមួយជាក់លាក់ហើយសញ្ញាដែលឃើញពាក់ព័ន្ធជាមួយនឹងធម្មពលក្នុងកាតនេះភាគច្រើន Aries Taurus Gemini Cancer Virgo Scorpio Sagittarius Capricorn នេះចឹងទៅណាដោយសារនៅក្នុងនេះណា Aries ណា Taurus Gemini ហើយក៏មានCancer Scorpio Pisces អាចថា Cancer អ្វីដែលអ្នកនរគ្នាមិនចាំបាច់ត្រូវតែជាតារាក៏ដូចខ្ញុំនិយាយនៅក្នុងក្រុមវីដេអូចឹងមិនចាំបាច់តតារានេះក៏ទាំងអស់ហ្នឹងឯងតែសំខាន់មានសាន់មូនរ៉ៃស៊ីនៅក្នុងនឹងធាតុទឹកដីភ្លើងខ្យល់នៅក្នុងនឹងគឺបានហើយហើយអ្វីដែលសំខាន់បើសិនបើសារនេះវាស្របនឹងអ្នកនរគ្នាសូមយកតែអ្វីដែលមានអត្ថន័យសម្រាប់ជីវិតអ្នកនរគ្នាទៅបានហើយណាអញ្ចឹងហើយនៅក្នុងនេះជាចុងក្រោយខ្ញុំអាចនិយាយបានថានឹងជាចុងក្រោយណាអ្នកទាំងនេះមិនត្រូវរត់តាមស្នេហាទេមនុស្សដែលមានវាសនារួមជាមួយអ្នកទាំងនេះនឹងមករកអ្នកទាំងនេះនៅពេលដែលអ្នកទាំងពីរហ្នឹងគឺបានសម្រេចចិត្តឬក៏ត្រៀមចិត្តបើកចិត្តនិយាយគ្នារួចរាល់ណាអញ្ចឹងអ្វីដែលសំខាន់ចូលថែរក្សាអ្វីដែលខ្លួនឯងកំពុងតែមានហើយបន្តរីកចម្រើននិងជឿជាក់លើតម្លៃរបស់ខ្លួនឯងណាពេលវេលាត្រឹមត្រូវនឹងនាំមនុស្សដែលត្រឹមត្រូវចូលមកក្នុងជីវិតអ្នកទាំងនេះណាមិនចាំបាច់ដេញតាមនរណាម្នាក់ឯងណាព្រោះនៅក្នុងនេះគឺការចាប់ផ្ដើមហើយអ្វីដែលសំខាន់គឺពោពេញទៅដោយសុខដុមរមនាណាចេះស្កប់ស្កល់អាចថាមនុស្សម្នាក់នឹងចេះប្រច័ណ្ឌទៀតអ្នកនរគ្នាហួងហែងខ្លាំងណានៅដែលនេះជួបនោះអាចថារៀងហួងហែងតែគាត់ថាគេខ្លំមើលគេសង្កេតមើលគ្រប់ជ្រុងជ្រោយតែម្ដងណាគាត់ថាអ្វីដែលសំខាន់គឺរៀងជួបមនុស្សម្នាក់ដែលរៀងរបៀបថាអារម្មណ៍ខ្លាំងមែនទែនប្រើអារម្មណ៍ខ្លាំងនេះម្នាក់នេះគឺតាអារម្មណ៍ខ្លាំងមែនតើណាមុននេះខ្ញុំឃើញ18នៅក្នុងកាតនេះក៏មានដែរដូចខ្ញុំនិយាយចឹងគឺចាប់ដើមណា18អ្នកនរគ្នាអាចថាឧស្សាហ៍ឃើញលេខ10លេខ9 3ដង10ណា9 3ដងឬក៏3ដង2 3ដងគឺពាក់ព័ន្ធជាមួយនឹងសារពី Angel Vemanchi នេះឯងជួនកាលវាឲ្យជីវិតរបស់អ្នកនរពេលដែលឃើញលេខអ្វីមួយដែលញឹកណាតំណាងឲ្យដូច18មិញអញ្ចឹងណាវាអាចថាអ្នកនរដល់ពេលវេលាចាប់ដើមពោពេញទៅដោយភាពស្ដុកស្ដាំជីវិតណាជីវិតកំពុងតែចាប់ដើមថ្មីហើយពោពេញទៅដោយភាពស្ដុកស្ដាំទៀតផងណាដូចខ្ញុំនិយាយនេះគឺវាកាត់នេះវាមានទាំងសុភមង្គលវាមានទាំងភាពស្ដុកស្ដាំហើយវាមានទាំងនេះលុយពេញលេញតែម្ដង10ណានៅក្នុងនេះគឺ10អញ្ចឹងនេះគឺជីវិតមានលំនឹងខ្លាំងមែនតើណាហើយប្តីស្រឡាញ់គឺការចេះផ្ដល់តម្លៃខ្លួនឯងស្រឡាញ់ខ្លួនឯងមុនស្រឡាញ់អ្នកដទៃហើយរៀនចាក់ចេញពីអតីតកាលចាក់ចេញពីអ្វីដែលមិនសមប្រកបចាក់ចេញពីរឿងអវិជ្ជមានណាចេះទទួលយកការផ្លាស់ប្ដូរបត់បែនទៅគ្រប់ស្ថានភាពនៃជីវិតទៅជីវិតយើងអាចដើរទៅមុខបន្តទៀតបានណាអូខេអញ្ចឹងខ្ញុំអរឯនិយាយអ្នកនរគ្នាបើគិតថាត្រូវកុំភ្លេច comment បេះដូងខ្ញុំមួយផងហើយ share ចែកម្លែកណាអូខេអរគុណច្រើនបាយបាយ see you